សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកចែករំលែកអំពីរបៀបឆុងតែអ៊ូខុងបែបពិសេសហ្មងគឺថាមានទាំងសាច់ប៉េះគឺមានទាំងគុជផ្ទុះរសជាតិប៉េះដាក់ topping ពីលើទៀតគ្រឿងផ្សំរបស់យើងមានដូចជាតែផ្លែឈើរសជាតិប៉េះទឹករសជាតិប៉េះម្សៅខូស៊ីរសជាតិប៉េះជាមួយនឹងតំណាប់ប៉េះហើយឥឡូវនេះយើងក៏មកឆុងទាំងអស់គ្នានេះគឺជាតែរសជាតិប៉េះដែលតែមកកញ្ចប់ហ្នឹងគឺយើងប្រើទឹកក្តៅចំនួន300ទៅ400មីលីលីត្រចាក់ទឹកក្តៅចូលរួចហើយយើងទុកទឹកតែនឹងឲ្យចេញជាតិអស់សិនកន្លែងនេះដែរបើសិនជាបងប្អូនអត់ចង់ប្រើប្រភេទតែផ្លែឈើទេអាចប្រើទឹកក្តៅធម្មតាជំនួសបានអញ្ចឹងណាឥឡូវនេះបន្ទាប់ពីទឹកតែរបស់យើងចេញជាតិអស់ហើយយើងក៏ស្រង់កញ្ចប់តែចេញរួចហើយយើងត្រូវការទឹកតែហ្នឹងឬក៏ទឹកក្តៅក៏បានដែរចំនួន200មីលីលីត្រវ៉លដល់លេខ200មករួចហើយយើងប្រើជាមួយនឹងប្រភេទម្សៅតែខូស៊ីអ្នកបងប្អូនដែលក្នុងមួយប្រអប់ហ្នឹងគឺមានចំនួន16កញ្ចប់តូចៗហើយក្នុងមួយកញ្ចប់តូចគឺយើងឆុងបានមួយកែវយើងហែកតែខូស៊ីរសជាតិប៉េះរបស់យើងចាក់ចូលទៅរួចហើយយើងកូរចូលគ្នាបន្តមកទៀតបន្ថែមជាមួយនឹងទឹករសជាតិប៉េះទឹករសជាតិប៉េះណែនាំឲ្យប្រើម៉ាកនេះបងប្អូនគឺថាបើកមកឈ្ងុយក្លិនប៉េះហ្មងណាទឹកប៉េះហ្នឹងគឺយើងប្រើចំនួន30មីលីលីត្រខាប់ល្អហើយឈ្ងុយល្អដាក់ទៅគឺថាត្រូវជាតិគ្នាហ្មងបងប្អូនចាក់ចូលកែវកូរចូលគ្នារួចហើយយកកែវក្លុកមកដាក់ទឹកកកចូលចាក់ល្បាយតែរបស់យើងចូលរួចហើយយើងក្លុកមកដើម្បីវាចូលជាតិល្អកាលណាដែលយើងក្លុកអង្កែវក្លុកអញ្ចឹងគឺធ្វើឲ្យវាបែករសជាតិចូលជាតិជាងយើងកូរនឹងឡាព្រាបន្តមកទៀតយើងក៏យកកែវលេខ22មកយើងក៏ចាក់ល្បាយតែដែលយើងបានក្លុកចូលរួចហើយយើងក៏បំពេញបន្ថែមដោយទឹកកករបស់យើងដាក់ឲ្យពេញមួយកែវនឹងមកជាការស្រេចហើយជាចុងក្រោយកុំភ្លេចបន្ថែមជាមួយនឹងសាច់ប៉េះកំប៉ុងរបស់យើងនេះបងប្អូនយើងដាក់1ក៏បាន2ក៏បានសាច់តាមចំណង់ចំណូលចិត្តបងប្អូនចង់ឲ្យវាតូចៗបងប្អូនអាចចិតវាឲ្យតូចៗបានហើយកាន់តែពិសេសទៀតនោះដាក់ជាមួយនឹងគុជផ្ទុះរសជាតិប៉េះនេះទៀតបងប្អូនគឺថាធ្វើឲ្យរសជាតិរបស់យើងកាន់តែឆ្ងាញ់ចំពោះតែអ៊ូខុងមួយកែវនេះចង់ឲ្យបងប្អូនធ្វើសារគឺថាធានារសជាតិឲ្យដឹងតែឆ្ងាញ់ជាប់មាត់គឺញ៉ាំទៅឈ្ងុយពេញមាត់ហ្មងអញ្ចឹងសិនបងប្អូនមានចំណាប់អារម្មណ៍ចង់បានគ្រឿងផ្សំកាហ្វេឬគ្រឿងផ្សំតែអ៊ូខុងអាចឆាតចូល page បានណាអរគុណច្រើនបងប្អូនទាំងអស់គ្នា